តើការឡើងកាន់តំណែងរបស់លោក Kevin Walsh ជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងជះឥទ្ធិពលយ៉ាងណាទៅលើប្រាក់ដុល្លារនិងតម្លៃហាងចេញមាសបាទបងប្អូនជាទីគោរពសម្រាប់ការតែងតាំងលោក Kevin Walsh ជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលហៅកាត់ថា Fed ជំនួសលោក Jerome Powell បានបង្ហាញអំពីការរំពឹងទុករបស់ទីផ្សារទៅលើគោលនយោបាយរូបិយវត្ថុរឹងមាំដែលជាហេតុធ្វើឲ្យប្រាក់ដុល្លារអាមេរិកមានការឡើងថ្លៃខណៈដែលតម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុកដោយសារការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់បានធ្លាក់ចុះសម្រាប់ឥទ្ធិពលទៅលើប្រាក់ដុល្លារលោក Kevin Walsh ត្រូវបានគេមើលឃើញថាគាត់គឺជាអ្នកគ្រប់គ្រងគោលនយោបាយរឹតបន្តឹងរូបិយវត្ថុម្នាក់ដែលភាសាបច្ចេកទេសហៅកាត់ថា Hawkish និងជាអ្នកដែលយកចិត្តទុកដាក់ខ្លាំងទៅលើការទប់ស្កាត់ទៅលើអតិផរណាសម្រាប់ភាពច្បាស់លាស់នេះបានធ្វើឲ្យទីផ្សារមានទំនុកចិត្តទៅលើរូបិយវត្ថុអាមេរិកដែលជំរុញឲ្យសន្ទុះប្រាក់ដុល្លារមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងសម្រាប់ឥទ្ធិពលទៅលើតម្លៃមាសគឺមានទំនាក់ទំនងបញ្ច្រាស់ជាមួយនឹងប្រាក់ដុល្លារមួយនឹងអត្រាការប្រាក់អញ្ចឹងបើសិនបើតម្លៃសន្ទុះប្រាក់ដុល្លារខ្លាំងនោះធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះប៉ុន្តែផ្ទុយវិញប្រសិនបើសន្ទុះប្រាក់ដុល្លារខ្សោយនោះតម្លៃមាសនឹងមានការកើនឡើងបន្ថែមទៀតអញ្ចឹងនៅពេលដែលលោក Walsh ឡើងកាន់តំណែងជាប្រធាន Fed បានកាត់បន្ថយការរំពឹងទុករបស់អ្នកវិនិយោគិនក្នុងការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិកហើយម្យ៉ាងវិញទៀតការឡើងថ្លៃនៃប្រាក់ដុល្លារនេះបានធ្វើឲ្យការទិញមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកវិនិយោគិនអន្តរជាតិដែលជាកត្តាធ្វើឲ្យតម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងទីផ្សារពិភពលោកការចាប់ផ្ដើមនៃយុគសម័យរបស់លោក Walsh គេមើលឃើញថាអាចនឹងធ្វើឲ្យគោលនយោបាយរបស់ Fed កាត់បន្ថយការប្រកាសផ្ដល់តម្រុយជាមុននិងផ្ដោតលើការកាត់បន្ថយតារាងតុល្យការរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងអតិផរណាដែលគេមើលឃើញថាការរក្សាអត្រាការប្រាក់ឲ្យនៅដដែលគឺស្ថិតក្នុងកម្រិតខ្ពស់ហើយនឹងរយៈពេលយូរ